ថ្ងៃនេះបានយកពុម្ពផលិតស៊ីម៉ង់តប្រគល់ជូនបងប្រុសដែលជាម្ចាស់ដេប៉ូលក់គ្រឿងសំណង់នៅខាងផ្សារឈូកខេត្តកំពតដែលបងប្រុសមានទំនុកចិត្តធ្វើការកម្មង់ពុម្ពផលិតស៊ីម៉ង់ខ្នាត5ដុំពីខាងសិប្បកម្មយើងខ្ញុំអ្វីដែលខ្ញុំបានទៅជែកជាមួយបងប្រុសគឺបញ្ហាប្រឈមក៏ដូចជាកត្តាដែលជំរុញឲ្យបងប្រុសធ្វើការកម្មង់ពុម្ពយកទៅផលិតឥដ្ឋខ្លួនឯងគឺការផ្គត់ផ្គង់ឥដ្ឋទៅកាន់អតិថិជនព្រោះបច្ចុប្បន្ននេះការគ្រប់គ្រងឥដ្ឋស៊ីម៉ង់នៅលើទីផ្សារគឺមានសន្ទុះនៃការគ្រប់គ្រងខ្លាំងចឹងដូច្នេះហើយបងប្រុសលើកឥដ្ឋពីអ្នកបោះទូទៅចឹងជួនកាលគេមានឥដ្ឋដាក់ជូនគាត់ជួនកាលគេអត់មានឥដ្ឋដាក់ជូនគាត់ចឹងធ្វើឲ្យការផ្គត់ផ្គង់ទៅកាន់អតិថិជនអត់ទៀងទាត់ទេជួនកាលអតិថិជនកម្មង់ក៏មានដាក់ជូនជួនកាលអតិថិជនកម្មង់ក៏អត់មានដាក់ជូនចឹងដូច្នេះហើយទើបបងប្រុសសម្រេចចិត្តធ្វើការកម្មង់ពុម្ពផលិតស៊ីម៉ង់ពីខាងសិប្បកម្មយើងខ្ញុំយកទៅផលិតឥដ្ឋដោយខ្លួនឯងពុម្ពខ្នាត5ដុំខាងលើនេះល្បឿននៃការផលិតគឺលឿនក្នុងមួយថ្ងៃអាចបានចន្លោះចាប់ពី800ដុំទៅ1200ដុំហើយការប្រើប្រាស់កម្លាំងពលកម្មក៏មិនទាមទារកម្លាំងពលកម្មច្រើនដែរព្រោះដោយសារតែពុម្ពផលិតឥដ្ឋរបស់យើងនេះគឺលក្ខណៈពាក់កណ្ដាលស្វ័យប្រវត្តិហើយគឺយើងអត់ត្រូវការចំណាយកម្លាំងច្រើនទេសម្រាប់បងដែលជាម្ចាស់ដេប៉ូលក់គ្រឿងសំណង់ហើយកំពុងជួបប្រទះបញ្ហាដូចបងប្រុសខាងលើពុកម៉ែបងប្អូនអាចសម្រេចចិត្តឬក៏ងាកមកទិញពុម្ពផលិតស៊ីម៉ង់យកទៅផលិតដោយខ្លួនឯងវិញដើម្បីមានភាពងាយស្រួលក្នុងការផ្គត់ផ្គង់ឥដ្ឋស៊ីម៉ង់នៅលើទីផ្សារអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការឬក៏មានចំណារអារម្មណ៍ចង់សាកសួរព័ត៌មានបន្ថែមពុកម៉ែបងប្អូនអាចតាក់ទងមកលេខទូរស័ព្ទដែលខាងនេះខ្ញុំបានដាក់ជូននៅចុងវីដេអូនេះបាទសូមអរគុណជាក៏តែក្តៅxongអត់អាវមើលទឹកលឹងសួរចំណាប់អារម្មណ៍ជាងទីមើលវាយស្រួលអត់បាទស្រួលហើយ